ប្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយយប់នេះខ្ញុំមានរឿងនិទានខ្មោចដ៏ព្រឺព្រួចមួយនឹងលើកយកមកនិទានជូនបងប្អូនសន្តាប់មុននឹងឈានចូលដល់សាច់រឿងខ្ញុំសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណរឿងនេះត្រូវបានគេនិយាយតគ្នាជាយូរឆ្នាំមកហើយនៅក្នុងភូមិមួយដែលមានវត្តចាស់ស្ថិតនៅកណ្ដាលភូមិអ្នកភូមិនៅទីនោះតែងតែប្រាប់កូនចៅរបស់ពួកគាត់ថានៅពេលយប់ជ្រៅកុំដើរកាត់វត្តតែម្នាក់ឯងជាពិសេសនោះគឺកុំទៅជិតដើមពោធិ៍ធំមួយដែលដុះនៅជ្រុងខាងកើតនៃវត្តពួកគេជឿថានៅទីនោះមានវិញ្ញាណស្ត្រីម្នាក់ដែលតែងតែលេចមុខនៅពាក់កណ្ដាលអាធ្រាត្រហើយមនុស្សណាដែលបានជួបនឹងវិញ្ញាណខ្មោចនោះភាគច្រើនគឺតែងតែជួបរឿងអាក្រក់នៅថ្ងៃបន្ទាប់ដំបូងឡើយមនុស្សជាច្រើនគិតថាវាគ្រាន់តែជារឿងប្រឌិតដែលចាស់បង្កើតឡើងដើម្បីបន្លាចក្មេងៗតែប៉ុណ្ណោះប៉ុន្តែអ្វីដែលពួកគាត់បានគិតនោះគឺមិនដូចនោះឡើយក៏ព្រោះតែនៅពេលមួយនោះគឺបានកើតឡើងចំពោះយុវជនម្នាក់ឈ្មោះថាវុធីគាត់បានធ្វើឲ្យអ្នកភូមិទាំងមូលលែងហ៊ានសើចចំអកចំពោះរឿងនេះទៀតហើយដោយសារតែរឿងនេះបានកើតឡើងចំពោះវុធីផ្ទាល់វុធីគឺជាបុរសវ័យក្មេងម្នាក់ដែលមានចិត្តក្លាហាននិងមិនសូវជឿលើរឿងខ្មោចព្រាយនោះឡើយរាល់ពេលដែលចាស់និយាយអំពីខ្មោចនៅក្រោមដើមពោធិ៍គាត់តែងតែសើចហើយនិយាយថាប្រសិនបើពិតជាមានខ្មោចមែននោះគាត់ចង់ឃើញដោយផ្ទាល់ភ្នែកតែម្ដងនៅយប់មួយវុធីបានទៅផឹកស៊ីនៅផ្ទះមិត្តភ័ក្តិរបស់គាត់នៅក្នុងភូមិជិតខាងកម្មវិធីបានបញ្ចប់នៅម៉ោងជិត12យប់ហើយដោយសារតែមិត្តភ័ក្តិរបស់គាត់ស្នាក់នៅឆ្ងាយពីផ្ទះរបស់គាត់ទើបគាត់ត្រូវជិះម៉ូតូត្រឡប់មកវិញតែម្នាក់ឯងនៅពេលនោះមេឃងងឹតខ្លាំងណាស់ព្រះច័ន្ទត្រូវបានពពកបាំងបិទជិតអស់ទៅហើយផ្លូវនៅក្នុងភូមិស្ងាត់ជ្រងំមានតែសំឡេងចង្រិតយំតិចៗនិងសំឡេងខ្យល់បក់កាត់ស្លឹកឈើតែប៉ុណ្ណោះពេលដែលជិះមកដល់មុខវត្តចាស់វុធីក៏បានបន្ថយល្បឿនម៉ូតូបន្តិចព្រោះថានៅទីនោះមានរណ្ដៅច្រើនពេកហើយងងឹតខ្លាំងទៀតផងខណៈពេលដែលភ្លើងម៉ូតូរបស់វុធីកំពុងតែចាំងទៅមុខនោះស្រាប់តែគាត់បានប្រទះឃើញនឹងរូបរាងមនុស្សម្នាក់ដែលកំពុងតែឈរនៅក្រោមដើមពោធិ៍ធំនៅកណ្ដាលវត្តដំបូងគាត់គិតថាវាប្រហែលជាអ្នកភូមិណាម្នាក់ដែលចេញមករកអ្វីមួយហើយប៉ុន្តែនៅពេលដែលគាត់សម្លឹងឲ្យកាន់តែច្បាស់ទៅគាត់ក៏បានចាប់អារម្មណ៍ថាអ្នកដែលឈរនោះគឺជាមនុស្សស្រីស្លៀកសម្លៀកបំពាក់ពណ៌សទាំងស្រុងហើយឈរដោយស្ងៀមមិនកំរើកអ្វីបន្តិចសោះឡើយវុធីមានអារម្មណ៍ចម្លែកបន្តិចព្រោះថាវាប្រហែលជាគ្មានហេតុផលអ្វីនោះទេដែលមានស្ត្រីម្នាក់ត្រូវមកឈរនៅកណ្ដាលវត្តហើយនៅចំពេលពាក់កណ្ដាលអាធ្រាត្របែបនេះនោះទៀតដោយសារគាត់ចង់ដឹងគាត់ក៏បានបើកភ្លើងម៉ូតូឲ្យភ្លឺជាងមុនហើយសម្លឹងទៅកាន់ស្ត្រីនោះដោយផ្ទាល់តែម្ដងនៅភ្លាមនោះបេះដូងរបស់គាត់ស្ទើរតែឈប់លោតទៅហើយព្រោះស្ត្រីដែលឈរនៅក្រោមដើមពោធិ៍នោះគ្មានមុខគ្មានភ្នែកគ្មានច្រមុះដូចជាមនុស្សដទៃនោះឡើយគឺថានៅកន្លែងដែលគួរតែមានភ្នែកមានច្រមុះនិងមាត់បែរជារលោងស្មើគ្នាដូចជាផ្ទៃស្បែកធម្មតាដូចនេះវុធីស្ទើរតែធ្លាក់ពីលើម៉ូតូទៅហើយដោយសារតែអារម្មណ៍ភ័យខ្លាចគាត់ប្រញាប់បន្ថែមល្បឿនរត់ចេញពីទីនោះភ្លាមដោយមិនហ៊ានងាកមើលក្រោយនោះឡើយប៉ុន្តែនៅពេលដែលគាត់ជិះបានបន្តិចប្រហែលជា20ម៉ែត្រពីកន្លែងដើមគាត់ក៏អត់ទ្រាំមិនបានហើយក៏បានងាកមើលមកតាមកញ្ចក់ក្រោយមួយផ្លែតទៀតអ្វីដែលគាត់បានឃើញនៅពេលនោះ
បានធ្វើឲ្យឈាមនៅក្នុងខ្លួនរបស់គាត់ស្ទើរតែកកនៅក្នុងខ្លួនទៅហើយពីព្រោះថាស្ត្រីដែលគ្មានមុខដែលឈរនៅក្រោមដើមពោធិ៍មុននេះគឺលែងមាននៅក្រោមដើមពោធិ៍ទៀតហើយប៉ុន្តែនាងបែរជាមកឈរនៅកណ្ដាលផ្លូវខាងក្រោយខ្នងគាត់ទៅវិញចម្ងាយនោះប្រហែលជាមិនដល់10ម៉ែត្រផងពីម៉ូតូរបស់វុធី ហើយក្បាលរបស់នាងបានងាកមកសម្លឹងតាមវុធីទាំងដែលគ្មានភ្នែកសូម្បីតែមួយនៅពេលនោះវុធីភ័យខ្លាចរហូតស្ទើរតែបាត់ស្មារតីគាត់ប្រញាប់បន្ថែមល្បឿនម៉ូតូយ៉ាងលឿនដោយមិនហ៊ានងាកមើលក្រោយទៀតឡើយខ្យល់ត្រជាក់បានបក់មកប៉ះមុខរបស់វុធីយ៉ាងខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យវុធីញ័រពេញខ្លួននោះមិនមែនដោយសារតែខ្យល់ត្រជាក់នោះទេគឺដោយសារតែរូបភាពរបស់ស្ត្រីដែលគ្មានមុខដែលទើបតែបានឃើញអំបញ្ញមិញនេះនៅក្នុងចិត្តរបស់វុធីពេលនោះមានតែគំនិតមួយប៉ុណ្ណោះគឺត្រូវតែទៅដល់ផ្ទះឲ្យឆាប់បានបំផុតលុះពេលដែលវុធីទៅដល់ផ្ទះវុធីក៏បានប្រញាប់បិទទ្វាររបងបន្ទាប់មកក៏ចូលទៅក្នុងផ្ទះរបស់គាត់ភ្លាមទៅម្ដាយរបស់គាត់ដែលមិនទាន់បានសម្រានផងនោះក៏ឃើញកូនប្រុសមានទឹកមុខស្លេកស្លាំងគាត់ក៏បានសួរទៅកាន់កូនប្រុសរបស់គាត់ថាតើមានរឿងអ្វីកើតឡើងក៏ប៉ុន្តែវុធីមិនបានប្រាប់អ្វីឡើយគាត់គ្រាន់តែនិយាយថាហត់បន្តិចម៉ែដោយសារផឹកស៊ីជាមួយមិត្តភក្តិផងនោះរួចក៏ចូលទៅក្នុងបន្ទប់របស់ខ្លួនបាត់ទៅទោះបីជាដេកនៅលើគ្រែហើយក៏ដោយក៏វុធីមិនអាចដេកលក់បានដែររាល់ពេលដែលបិទភ្នែកគាត់តែងតែស្រមៃឃើញរូបស្ត្រីដែលស្លៀកពាក់សពុំមានមុខពុំមានភ្នែកពុំមានច្រមុះនោះដែលឈរនៅក្រោមដើមពោធិ៍នៅកណ្ដាលវត្តពេលខ្លះគាត់ថែមទាំងមានអារម្មណ៍ដូចជាមាននរណាម្នាក់ដែលកំពុងតែឈរនៅខាងក្រៅបង្អួចហើយសម្លឹងមកមើលគាត់ទៀតម៉ោងប្រហែលជាង1រំលងអធ្រាត្រខណៈដែលវុធីកំពុងព្យាយាមបង្ខំខ្លួនឯងស្រាប់តែគាត់ឮសំឡេងមួយបន្លឺឡើងពីខាងក្រៅផ្ទះដែលឮបានហៅឈ្មោះថាវុធីសំឡេងនោះដំបូងឡើយគាត់គិតថាខ្លួនឯងប្រហែលជាស្ដាប់ច្រឡំប៉ុន្តែមួយសន្ទុះក្រោយមកសំឡេងនោះក៏លាន់ឡើងម្ដងទៀតដោយនិយាយថាវុធីចេញមកភ្លាមនោះរោមនៅលើដងខ្លួនរបស់វុធីក៏បះឈរឡើងទាំងអស់វុធីអង្គុយងើបឡើងហើយផ្ទៀងស្ដាប់ដោយប្រុងប្រយ័ត្នសំឡេងនោះនៅតែបន្តហៅឈ្មោះរបស់គាត់ម្ដងជាពីរដងដោយហៅគាត់ឲ្យចេញទៅក្រៅសំឡេងនោះហាក់ដូចជាចេញមកពីខាងក្រៅបង្អួចនៃបន្ទប់របស់គាត់តែម្ដងបេះដូងរបស់វុធីញ័រលោតញាប់ខ្លាំងណាស់រហូតគាត់អាចឮសំឡេងបេះដូងរបស់ខ្លួនឯងទោះបីជាខ្លាចយ៉ាងណាក៏ដោយក៏ចិត្តចង់ដឹងចង់ឃើញរបស់គាត់នោះនៅតែមានដដែលអ្វីដែលគាត់ឃើញធ្វើឲ្យគាត់ស្ទើរតែស្រែកយំភ្លាមនោះនៅក្រោមដើមស្វាយខាងមុខផ្ទះរបស់គាត់មានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សម្នាក់កំពុងតែឈរនាងឈរស្ងៀមដោយមិនកម្រើកហើយមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះគ្មានមាត់នោះទេគឺជាមុខរលោងស្មើដូចដែលគាត់បានឃើញនៅវត្តដូច្នេះវុធីថយពីបង្អួចភ្លាមទាំងដៃជើងញ័រនៅពេលនោះស្រាប់តែមានសំឡេងគោះបង្អួចឮសូរតុកពី3ដងសំឡេងគោះនោះឮយឺតប៉ុន្តែច្បាស់ណាស់វុធីភ័យខ្លាចរហូតស្ទើរតែដួលទៅហើយគាត់ប្រញាប់យកភួយមកគ្របខ្លួនហើយសូត្របទនមស្ការដែលគាត់ចាំបានតិចតួចនៅក្នុងចិត្ត
សំឡេងគោះទ្វារបង្អួចនោះនៅតែបន្តបន្លឺឡើងរហូតដល់ជិតភ្លឺទើបសំឡេងនោះបាត់ទៅវិញព្រឹកឡើងវុធីក្រោកពីដំណេកទាំងមុខស្លេកស្លាំងគ្មានចំណងចង់បាយទឹកអ្វីនោះឡើយម្ដាយរបស់គាត់ក៏ចាប់មានអារម្មណ៍ថាកូនប្រុសរបស់គាត់ហាក់ដូចជាមានអាការៈខុសប្លែកពីធម្មតានៅពេលរសៀលវុធីបានសម្រេចចិត្តទៅជួបនឹងលោកតាម្នាក់ឈ្មោះថាតាសឿនដែលជាអ្នកចាស់ទុំនៅក្នុងភូមិនិងស្គាល់រឿងរ៉ាវជាច្រើនអំពីវត្តនោះបន្ទាប់ពីស្ដាប់រឿងដែលវុធីបានជួបប្រទះរួចមកតាសឿនក៏ស្ងាត់មាត់មួយសន្ទុះបន្ទាប់មកគាត់សម្លឹងមុខវុធីដោយទឹកមុខធ្ងន់ធ្ងរថាបន្ទាប់មកគាត់ក៏បានសម្លឹងទៅកាន់វុធីហើយក៏គាត់បាននិយាយថាឯងបានឃើញនាងហើយមែនទេវុធីលេបទឹកមាត់ហើយក៏បានសួរទៅតាសឿនថាតើនាងជានរណាទៅតាសឿនដកដង្ហើមធំមួយសន្ទុះហើយក៏បានតបទៅកាន់វុធីវិញថាបើអ្វីដែលឯងបានឃើញពិតមែននោះគឺជាវិញ្ញាណរបស់នាងលក្ខិណាស្ត្រីដែលបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្រោមដើមពោធិ៍កាលពីជាង30ឆ្នាំមុននៅពេលដែលឮពាក្យនោះភ្លាមវុធីក៏មានអារម្មណ៍ថាខ្នងរបស់គាត់ត្រជាក់ស្រាវភ្លាមវុធីអង្គុយស្ងៀមមួយសន្ទុះក្រោយពីបានឮពាក្យរបស់តាសឿនបាននិយាយទោះបីជាគាត់មិនសូវជឿនៅលើរឿងខ្មោចពីមុនមកក៏ដោយប៉ុន្តែអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែកកាលពីយប់មិញបានធ្វើឲ្យចិត្តរបស់គាត់ចាប់ផ្ដើមញ័ររំជួយវុធីសម្លឹងមើលមុខតាសឿនហើយសួរបន្តទៀតថាតើស្ត្រីឈ្មោះថាលក្ខិណាជានរណាទៅហើយហេតុអ្វីបានជាវិញ្ញាណរបស់នាងនៅតែលេចមកលងបន្លាចមនុស្សរហូតដល់សព្វថ្ងៃតាសឿនដកដង្ហើមធំមួយសន្ទុះមុននឹងចាប់ផ្ដើមនិយាយរឿងដែលអ្នកភូមិស្ទើរតែភ្លេចអស់ទៅហើយកាលពីជាង30ឆ្នាំមុនលក្ខិណាគឺជានារីដ៏ស្រស់ស្អាតម្នាក់នៅក្នុងភូមិនេះនាងមានសម្រស់ស្រស់ស្អាតរហូតមានបុរសជាច្រើនតាមចោមរូមសុំស្នេហ៍នាងប៉ុន្តែនាងលក្ខិណាស្រឡាញ់តែបុរសម្នាក់ប៉ុណ្ណោះគឺយុវជនដែលឈ្មោះថារាជអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ហើយនាងបានសន្យាថានឹងរៀបការជាមួយគ្នាទៅថ្ងៃអនាគតប៉ុន្តែមិនបានដើរតាមអ្វីដែលពួកគេចង់បានឡើយនៅពេលនោះមានអ្នកមានម្នាក់នៅក្នុងស្រុកដែលមានអំណាចខ្លាំងនិងចង់បាននាងលក្ខិណាជាប្រពន្ធបុរសនោះបានប្រើលុយនិងឥទ្ធិពលរបស់ខ្លួនសង្កត់សង្កិនគ្រួសាររបស់នាងលក្ខិណាដើម្បីបង្ខំឲ្យលក្ខិណាយល់ព្រមរៀបការជាមួយនឹងគាត់លក្ខិណាមិនព្រមនោះទេនាងនៅតែទទូចថានាងស្រឡាញ់តែរាជម្នាក់ប៉ុណ្ណោះប៉ុន្តែការបដិសេធរបស់នាងបានធ្វើឲ្យបុរសអ្នកមាននោះខឹងយ៉ាងខ្លាំងមួយរយៈក្រោយមករាជក៏បានបាត់ខ្លួនដោយអាថ៌កំបាំងដោយអ្នកភូមិជាច្រើនបានជួយដើររកប៉ុន្តែគ្មាននរណាប្រទះឃើញគាត់នោះឡើយចាប់តាំងពីថ្ងៃនោះមកលក្ខិណាបានប្រែជាមនុស្សស្ងប់ស្ងាត់មិនសូវចេះនិយាយស្ដីនិងតែងតែដើរម្នាក់ឯងនៅក្នុងវត្តនៅក្រោមដើមពោធិ៍ធំនោះនៅថ្ងៃមួយអ្នកភូមិបានប្រទះឃើញលក្ខិណាបានដេកស្លាប់នៅក្រោមដើមពោធិ៍គ្មាននរណាដឹងថានាងស្លាប់ដោយសារអ្វីឡើយអ្វីដែលចម្លែកនោះគឺមុខរបស់នាងមានស្នាមរបួសធ្ងន់ធ្ងររហូតមើលស្ទើរមិនស្គាល់អ្នកខ្លះនិយាយថានាងត្រូវបានគេសម្លាប់
អ្នកខ្លះទៀតនិយាយថាវាជាការសងសឹកពីវិញ្ញាណអាក្រក់ប៉ុន្តែដោយសារគ្មានភស្តុតាងរឿងនេះក៏ចប់ស្ងប់ស្ងាត់បាត់ទៅបន្ទាប់ពីពិធីបុណ្យសពរបស់នាងចប់មនុស្សដែលនៅក្នុងភូមិចាប់ផ្ដើមឃើញរូបស្ត្រីដែលស្លៀកពាក់សឈរនៅខាងក្រោមដើមពោធិ៍ជាញឹកញាប់អ្នកដែលបានឃើញភាគច្រើនតែងតែឈឺឬជួបគ្រោះថ្នាក់បន្ទាប់ពីនោះពេលស្ដាប់ដល់ចំណុចនេះវុធីមានអារម្មណ៍ថាដៃជើងរបស់គាត់ចាប់ផ្ដើមត្រជាក់ហើយគាត់នឹកឃើញភ្លាមដល់រូបស្ត្រីដែលគ្មានមុខដែលបានឈរនៅក្រោមដើមពោធិ៍កាលពីយប់មិញតើនោះជាលក្ខណៈពិតមែនឬហើយបើមែនហេតុអ្វីបានជានាងមកតាមរកគាត់ដល់ផ្ទះតាសឿនសម្លឹងមុខវុធីរួចនិយាយថាមានរឿងមួយដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះអ្នកដែលបានឃើញនាងមិនត្រឹមតែជួបរឿងអាក្រក់នោះទេមុននឹងមានហេតុការណ៍អាក្រក់កើតឡើងពួកគេតែងតែឮសំឡេងស្ត្រីនោះហៅឈ្មោះរបស់ខ្លួននៅពេលយប់ហើយនៅពេលដែលសំឡេងនោះកាន់តែជិតគ្រោះថ្នាក់ក៏កាន់តែជិតមកដល់ដែរគ្រាន់តែឮបែបនោះវុធីក៏នឹកសំឡេងដែលបានហៅឈ្មោះគាត់កាលពីយប់មិញនៅក្រៅបង្អួចនោះភ្លាមគាត់មានអារម្មណ៍ថាឈាមក្នុងខ្លួនរបស់គាត់ហាក់ដូចជាកំពុងត្រជាក់បន្តិចម្ដងទៅហើយប៉ុន្តែទោះជាភ័យយ៉ាងណាក៏ដោយក៏ចិត្តចង់ដឹងចង់ឃើញរបស់វុធីនៅតែមានជានិច្ចគាត់ចង់ដឹងថាតើមានអាចកំបាំងអ្វីនៅពីក្រោយការស្លាប់របស់លក្ខិណានិងការបាត់ខ្លួនរបស់រាជលុះដល់យប់ថ្ងៃនោះវុធីបានត្រឡប់មកផ្ទះវិញប៉ុន្តែចាប់តាំងពីព្រះអាទិត្យលិចទៅគាត់មានអារម្មណ៍មិនស្រួលនៅក្នុងខ្លួនទាល់តែសោះពេលខ្លះគាត់ដូចជាឮសំឡេងមនុស្សដើរជុំវិញផ្ទះពេលខ្លះគាត់ដូចជាឃើញស្រមោលសប្លែកកាត់តាមបង្អួចរបស់គាត់ដល់ម៉ោងជិត12យប់ខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកជាខ្លាំងដែលធ្វើឲ្យគាត់យល់ថាខុសពីធម្មតាស្លឹកឈើនៅខាងក្រៅរំជួយបង្កើតជាសំឡេងស៊ូសគួរឲ្យព្រឺខ្លាចស្រាប់តែសំឡេងមួយបានបន្លឺឡើងចេញពីខាងក្រៅផ្ទះរបស់វុធីពេលនោះវុធីភ្ញាក់ព្រឺតភ្លាមសំឡេងនោះបានលឺហើយម្ដងទៀតដោយនិយាយថាវុធីជួយខ្ញុំផងវុធីជួយខ្ញុំផងលើកនេះវាមិនដូចកាលពីយប់មិញនោះទេសំឡេងនោះស្ដាប់ទៅដូចជាសំឡេងស្ត្រីដែលកំពុងយំនិងកំពុងរងទុក្ខយ៉ាងខ្លាំងវុធីអង្គុយនៅស្ងៀមមិនហ៊ានកម្រើកនោះទេប៉ុន្តែបន្ទាប់ពីសំឡេងនោះលាន់ឡើងជាច្រើនដងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាអាណិតម្ចាស់សំឡេងតើនាងពិតជាត្រូវការជំនួយមែនឬក៏វាគ្រាន់តែជាល្បិចរបស់វិញ្ញាណអាក្រក់ខណៈពេលដែលគាត់កំពុងតែស្ទាក់ស្ទើរស្រាប់តែមានសំឡេងគោះទ្វារយ៉ាងខ្លាំងសំឡេងនោះលាន់ឮពេញផ្ទះហើយបន្ទាប់មកសំឡេងនោះក៏និយាយមួយឃ្លាដែលធ្វើឲ្យវុធីស្លេកមុខភ្លាមរាជនៅក្រោមដើមពោធិ៍ពាក្យមួយឃ្លាដែលធ្វើឲ្យវុធីស្ទើរតែឈប់ដកដង្ហើមគាត់បានឮថារាជនៅក្រោមដើមពោធិ៍សំឡេងស្ត្រីនោះ
នៅតែបន្លឺស្ទើរតែដូចជាមនុស្សកំពុងយំបន្ទាប់ពីនិយាយចប់សំឡេងគោះទ្វារក៏ស្ងប់ស្ងាត់បាត់ទៅវិញភ្លាមនៅក្នុងផ្ទះសល់តែភាពស្ងប់ស្ងាត់និងសំឡេងខ្យល់បក់កាត់ស្លឹកឈើតែប៉ុណ្ណោះវុធីអង្គុយស្ងៀមទៀងបេះដូងលូតញាប់គាត់មិនដឹងថាគួរតែជឿឬមិនជឿអ្វីដែលទើបតែនឹងកើតឡើងនោះទេប៉ុន្តែរឿងមួយដែលគាត់ដឹងច្បាស់នោះគឺសំឡេងនោះបាននិយាយឈ្មោះរាជដូចគ្នានឹងរឿងដែលតាសឿនបាននិយាយប្រាប់គាត់នៅពេលថ្ងៃពេញមួយយប់នោះវុធីមិនអាចដេកលក់បានឡើយពាក្យថារាជនៅក្រោមដើមពោធិ៍បានដកជាប់នៅក្នុងខួរក្បាលរបស់គាត់ជានិច្ចលុះដល់ពេលព្រឹកឡើងវុធីក៏ប្រញាប់ទៅរកតាសឿនហើយរៀបរាប់ប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងកាលពីយប់មិញនៅពេលបានស្ដាប់ចប់តាសឿនក៏ប្រែទឹកមុខជាស្លេកបន្តិចគាត់ស្ងាត់មួយសន្ទុះរួចនិយាយថាប្រសិនបើជាវិញ្ញាណរបស់លក្ខិណាពិតមែនពិតជាមកប្រាប់បែបនេះពិតមែននោះមានន័យថានាងកំពុងចង់ឲ្យនរណាម្នាក់រកឃើញការពិតដែលត្រូវបានលាក់បាំងអស់មកជាច្រើនឆ្នាំនោះគឺរសៀលថ្ងៃនោះវុធីតាសឿននិងអ្នកភូមិ2 3នាក់ទៀតបានសម្រេចចិត្តទៅកាន់វត្តចាស់ពួកគេបាននាំគ្នាទៅកាន់ដើមពោធិ៍ធំដែលឈរយ៉ាងស្កឹមស្កៃនៅជ្រុងខាងកើតនៃវត្តដើមពោធិ៍នោះមានអាយុកាលរាប់រយឆ្នាំមកហើយឫសរបស់វាដុះវិញចេញពីដីដូចជាពស់ធំជាច្រើនក្បាលពេលឈរនៅក្បែរវាមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ថាត្រជាក់ស្រាវទោះបីជាពេលនោះជាពេលថ្ងៃក្តៅក៏ដោយតាសឿនបានបង្ហាញកន្លែងមួយនៅខាងក្រោមដើមពោធិ៍ហើយនិយាយថាកាលពីជំនាន់មុនមានអ្នកខ្លះធ្លាប់សង្ស័យថារាជអាចត្រូវបានគេសម្លាប់និងកប់នៅទីនេះប៉ុន្តែគ្មាននរណាហ៊ានជីករកឡើយព្រោះពួកគេខ្លាចរឿងអភូតហេតុបន្ទាប់ពីពិភាក្សាគ្នាបានមួយសន្ទុះពួកគេក៏សម្រេចចិត្តយកចបនិងប៉ែលមកជីកដីនៅត្រង់ចំណុចនោះដំបូងឡើយអ្វីមើលទៅធម្មតាទេប៉ុន្តែពេលជីកចុះទៅបានប្រហែលជាកន្លះម៉ែត្រស្រាប់តែប៉ែលរបស់បុរសម្នាក់ប៉ះនឹងវត្ថុរឹងមួយភ្លាមអ្នកទាំងអស់គ្នាបានឈប់ធ្វើការហើយនាំគ្នាជីកថ្នមមួយសន្ទុះក្រោយមកពួកគេក៏បានប្រទះឃើញនឹងគ្រោងឆ្អឹងមនុស្សមួយភ្លាមនោះមនុស្សគ្រប់គ្នាសម្លឹងមុខគ្នាទាំងភ័យខ្លាចការជីកកាន់តែទៅមុខនៅតែបន្តរហូតដល់គ្រោងឆ្អឹងមនុស្សមួយទាំងមូលបានលេចចេញពីក្នុងដីជាប់នឹងគ្រោងឆ្អឹងនោះមានខ្សែកមួយដែលច្រេះស៊ីដោយពេលវេលាតាសឿនគ្រាន់តែឃើញវាភ្លាមក៏ដកដង្ហើមធំគាត់បានស្គាល់ខ្សែកនោះកាលពីជាង30ឆ្នាំមុនរាជតែងតែពាក់ខ្សែកនេះជាប់នឹងខ្លួនជានិច្ចហើយពេលនោះហើយដែលអ្នកភូមិគ្រប់គ្នាដឹងថាមនុស្សដែលបានបាត់ខ្លួនដោយអាចកំបាំងកាលពីអតីតកាលមិនបានរត់ចោលភូមិស្រុកនោះឡើយគឺគាត់ត្រូវបានគេសម្លាប់ហើយលាក់សាកសពនៅក្រោមដើមពោធិ៍នេះតាំងពីយូរយារណាស់មកហើយតែខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែភ្ញាក់ផ្អើលស្រាប់តែមេឃដែលកំពុងតែភ្លឺស្រឡះក៏ប្រែជាងងឹតភ្លាមខ្យល់ត្រជាក់មួយបានបក់គួចស្លឹកឈើហោះពេញវត្តកណ្ដឹងចាស់នៅក្នុងវត្តក៏រំជួយដោយខ្លួនឯងហើយបន្លឺសំឡេងឡើងយ៉ាងចម្លែក
មនុស្សមួយចំនួនចាប់ផ្ដើមភ័យហើយនាំគ្នាថយក្រោយនៅពេលនោះពុទ្ធីដែលតែងតែឈរក្បែរគ្រោងឆ្អឹងស្រាប់តែឃើញស្រមោលស្ត្រីស្លៀកពាក់ពណ៌សម្នាក់ឈរនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីគាត់នាងឈរនៅក្រោមដើមពោធិ៍ដដែលទោះបីជាថ្ងៃត្រង់ក៏ដោយស្រមោលរបស់នាងនៅតែមើលទៅស្រពេចស្រពិលដូចជាអាប់ពុទ្ធីលើកនេះមិនបានរត់ទីបនោះទេគាត់បានសម្លឹងមើលនាងដោយផ្ទាល់ហើយភ្លាមនោះគាត់ក៏បានឮសំឡេងស្ត្រីម្នាក់បន្លឺឡើងនៅក្នុងត្រចៀករបស់គាត់ទៀងដែលមាត់របស់នាងមិនបានកម្រើកសោះការពិតមិនទាន់ចប់នោះទេគ្រាន់តែឮពាក្យនោះស្រមោលស្ត្រីក៏បានរលាយបាត់ទៅក្នុងខ្យល់ទៅប៉ុន្តែអ្វីដែលធ្វើឲ្យពុទ្ធីភ័យជាងនេះគឺពាក្យចុងក្រោយដែលគាត់បានឮបន្ទាប់ពីនោះអ្នកដែលសម្លាប់រាជកូនចៅរបស់វានៅមានជីវិតនៅឡើយបន្ទាប់ពីស្រមោលស្ត្រីស្លៀកពាក់ពណ៌សដែលរលាយបាត់ទៅក្នុងខ្យល់នោះពុទ្ធីបន្ទាប់ពីស្រមោលស្ត្រីស្លៀកពាក់សនោះបានរលាយបាត់ទៅពុទ្ធីក៏ឈរនៅស្ងៀមមួយសន្ទុះទាំងបេះដូងរបស់គាត់កំពុងលោតញ័រពាក្យដែលគាត់បានឮមុននេះនៅតែដក់ជាប់នៅក្នុងចិត្តរបស់គាត់មិនព្រមរលាយបាត់សោះឡើយអ្នកដែលសម្លាប់រាជកូនចៅរបស់វានៅមានជីវិតនៅឡើយពាក្យនេះវាមិនមែនជាពាក្យដែលនិយាយចៃដន្យនោះទេវាដូចជាសារមួយដែលវិញ្ញាណលក្ខិណាចង់ប្រាប់ដល់មនុស្សដែលនៅរស់ពុទ្ធីក៏បានដឹងភ្លាមថាការរកឃើញគ្រោងឆ្អឹងរបស់រាជមិនមែនជាទីបញ្ចប់នៃរឿងនេះឡើយតាមពិតទៅវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះក្រោយពីអ្នកភូមិបានរាយការណ៍ទៅអាជ្ញាធររួចគ្រោងឆ្អឹងនោះក៏ត្រូវបានយកទៅពិនិត្យទោះបីជាឆ្អឹងនោះនៅសល់តែបន្តិចបន្តួចក៏ដោយក៏មានស្នាមបាក់នៅលើលលាក្បាលដែលបង្ហាញយ៉ាងច្បាស់ថាម្ចាស់គ្រោងឆ្អឹងនេះត្រូវបានគេវាយសម្លាប់មិនមែនស្លាប់ដោយធម្មជាតិនោះឡើយដំណឹងនេះបានធ្វើឲ្យអ្នកភូមិជាច្រើនចាប់ផ្ដើមនិយាយអំពីរឿងអតីតកាលឡើងវិញមនុស្សចាស់មួយចំនួនដែលនៅរស់ក៏ចាប់ផ្ដើមនឹកឃើញរឿងរ៉ាវដែលធ្លាប់ត្រូវបានគេលាក់កំបាំងជាយូរឆ្នាំមកហើយនៅថ្ងៃមួយពុទ្ធីបានទៅជួបតាសឿនម្ដងទៀតនៅពេលនោះតាសឿនអង្គុយស្ងៀមនៅមុខផ្ទះរបស់គាត់ទឹកមុខមើលទៅធ្ងន់ធ្ងរខុសពីធប់ពុទ្ធីអង្គុយចុះនៅក្បែរតាសឿនហើយសួរថាតើគាត់ដឹងអ្វីខ្លះអំពីអ្នកដែលអាចជាឃាតករសម្លាប់រាជតាសឿនស្ងាត់មាត់មួយសន្ទុះមុននឹងនិយាយដោយសំឡេងតិចថាកាលពីចំនួននោះមានតែបុរសអ្នកមានម្នាក់ប៉ុណ្ណោះដែលមានចំនួនធំជាបុរសនោះឈ្មោះថាចៅវាយគង់គាត់ជាមនុស្សមានទ្រព្យសម្បត្តិច្រើនមានកូនចៅនិងឥទ្ធិពលខ្លាំងនៅក្នុងស្រុកគាត់ក៏ជាមនុស្សដែលចង់បានលក្ខណៈជាប្រពន្ធផងដែរពុទ្ធីស្ដាប់ដោយយកចិត្តទុកដាក់តាសឿនបន្តថាកាលពីមុនមានអ្នកភូមិខ្លះសង្ស័យថាចៅវាយគង់អាចជាអ្នកដែលនៅពីក្រោយការសម្លាប់របស់រាជប៉ុន្តែគ្មាននរណាហ៊ាននិយាយអ្វីឡើយពីព្រោះខ្លាចអំណាចរបស់គាត់ប៉ុន្មានឆ្នាំក្រោយមកចៅវាយគង់ក៏ស្លាប់ទៅប៉ុន្តែកូនចៅរបស់គាត់នៅរស់នៅក្នុងភូមិនេះដដែលពេលឮដល់ត្រឹមនេះពុទ្ធីក៏នឹកដល់ពាក្យរបស់វិញ្ញាណលក្ខិណាភ្លាមដែលនិយាយថាកូនចៅរបស់វា
នៅមានជីវិតយប់នោះវុធីត្រឡប់មកផ្ទះវិញទាំងគិតច្រើនខណៈដែលគាត់កំពុងតែអង្គុយម្នាក់ឯងនៅក្នុងបន្ទប់ស្រាប់តែអំពូលភ្លើងក៏បានភ្លឺភ្លឹបភ្លែតដោយគ្មានមូលហេតុខ្យល់ត្រជាក់មួយបានបក់ចូលមកតាមបង្អួចទៀងដែលបង្អួចនោះកំពុងតែបិទជិតភ្លាមនោះគាត់ក៏បានឮសំឡេងស្ត្រីយំស្រទន់នៅខាងក្រៅផ្ទះវុធីមានអារម្មណ៍ថាបេះដូងរបស់គាត់ចាប់ផ្ដើមលូតញាប់ម្ដងទៀតហើយសំឡេងយំនោះកាន់តែឮជិតមកបន្ទាប់មកគាត់ក៏ឮសំឡេងដែលគាត់ធ្លាប់ឮពីមុនមកវុធីជួយខ្ញុំផងវុធីបានប្រមូលភាពក្លាហានដើរទៅក្បែរបង្អួចម្ដងទៀតហើយសម្លឹងទៅមើលខាងក្រៅនៅក្រោមដើមស្វាយខាងមុខផ្ទះរបស់គាត់ស្រមោលស្ត្រីស្លៀកពាក់ពណ៌សកំពុងតែឈរនៅទីនោះលើកនេះនាងមិនមែនគ្មានមុខទីបនោះទេទោះបីជាមុខរបស់នាងស្រពេចស្រពិលក៏ដោយក៏វុធីអាចមើលឃើញថានាងកំពុងតែយំទឹកភ្នែកពណ៌ក្រហមដូចជាឈាមបានហូរកាត់ភ្នែករបស់នាងយឺតវុធីមានអារម្មណ៍ភ័យប៉ុន្តែអាណិតនាងជាងគាត់ក៏បានសួរទៅដោយសំឡេងញ័រថាតើខ្ញុំអាចជួយអ្នកបានដោយរបៀបណានៅពេលភ្លាមនោះនាងក៏លើកដៃឡើងហើយចង្អុលទៅទិសខាងលិចនៃភូមិជាទិសដែលផ្ទះធំបំផុតនៅក្នុងភូមិស្ថិតនៅផ្ទះរបស់ក្រុមគ្រួសារចៅហ្វាយគង់ហើយមុននឹងរលាយបាត់ទៅវិញនាងបាននិយាយមួយឃ្លាដែលធ្វើឲ្យវុធីភ័យខ្លាចយ៉ាងខ្លាំងបាបកម្មកំពុងត្រឡប់មកវិញហើយនៅថ្ងៃបន្ទាប់ភូមិទាំងមូលក៏ភ្ញាក់ផ្អើលដោយសារមានដំណឹងមួយកូនប្រុសច្បងរបស់ចៅហ្វាយគង់ដែលមានឈ្មោះថាវីរៈបានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីយប់មិញហើយនៅក្បែរដើមពូនៅក្នុងវត្តនោះគេបានឃើញស្នាមជើងមនុស្សជាច្រើនគូនិងស្នាមដៃប្រឡាក់ដីនៅលើដើមជាមាននរណាម្នាក់ត្រូវបានគេអូសចូលទៅក្នុងភាពងងឹតដំណឹងនៃការបាត់ខ្លួនរបស់វីរៈបានរីកសាយពេញភូមិយ៉ាងលឿនមនុស្សគ្រប់គ្នាក៏នាំគ្នាភ្ញាក់ផ្អើលព្រោះថាគ្មាននរណាម្នាក់នឹកស្មានថារឿងអាថ៌កំបាំងដែលកប់ទុកមកជាង30ឆ្នាំមុននឹងចាប់ផ្ដើមលេចចេញមកបែបនេះនោះឡើយគ្រួសាររបស់វីរៈនាំគ្នាដើររកវីរៈគ្រប់ទីកន្លែងទាំងថ្ងៃទាំងយប់ពួកគេបានចូលព្រៃរកតាមវាលស្រែរកតាមស្រះទឹកនិងគ្រប់ទីកន្លែងដែលគាត់ធ្លាប់ទៅប៉ុន្តែនៅតែគ្មានដំណឹងអ្វីទាល់តែសោះអ្វីដែលកាន់ចម្លែកទៅទៀតនោះគឺនៅយប់មុនពេលដែលបាត់ខ្លួនអ្នកបម្រើចាស់ម្នាក់នៅក្នុងផ្ទះរបស់វីរៈបានអះអាងថាគាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់សឈរនៅក្រៅបង្អួចបន្ទប់របស់វីរៈដំបូងគាត់គិតថាជាមនុស្សធម្មតាប៉ុន្តែពេលមើលច្បាស់ស្ត្រីនោះក៏រលាយបាត់ទៅក្នុងភាពងងឹតដូចជាផ្សែងដោយខ្លាចគេថាខ្លួនចាស់ហើយវង្វេងគាត់ក៏មិនបានប្រាប់នរណាម្នាក់ឡើយលុះដល់ពេលវីរៈបាត់ខ្លួនទើបគាត់ហ៊ាននិយាយរឿងនេះចេញមកនៅពេលវុធីបានឮរឿងនេះគាត់កាន់តែជឿថាវិញ្ញាណលក្ខណៈពិតជាកំពុងតែតាមសងសឹកចំពោះអំពើដែលបានកើតឡើងកាលពីអតីតកាលប៉ុន្តែគាត់ក៏មានអារម្មណ៍ថារឿងនេះមិនសាមញ្ញដូចដែលគេគិតឡើយព្រ
ប្រសិនបើវិញ្ញាណចង់សងសឹកប៉ុន្តែតើហេតុអ្វីបានជានាងមកសុំឲ្យគាត់ជួយទៅវិញហើយហេតុអ្វីបានជានាងបង្ហាញកន្លែងកប់សាកសពរបស់ពេលល្ងាចថ្ងៃនោះវុធីបានទៅជួបតាសឿនម្ដងទៀតបុរសចំណាស់អង្គុយស្ងៀមនៅក្រោមផ្ទះដោយទឹកមុខស្រពប់ស្រពោនមុនពេលវុធីនិយាយអ្វីតាសឿនក៏បានបើកមាត់មុនថាគាត់បានសុបិនអាក្រក់កាលពីយប់មិញនៅក្នុងសុបិននោះគាត់បានឃើញលក្ខិណាឈរនៅក្រោមដើមពោធិ៍ហើយនាងកំពុងតែយំនៅពីក្រោយនាងមានមនុស្សម្នាក់កំពុងតែជីកដីពេលគាត់ខិតទៅជិតគាត់ក៏ឃើញថាមនុស្សនោះគឺជាចៅហ្វាយគង់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះនោះគឺចៅហ្វាយគង់បានងាកមកមើលគាត់ដោយភ្នែកពណ៌ក្រហមដូចភ្លើងវុធីស្ដាប់ហើយមានអារម្មណ៍ព្រឺសម្បុរយ៉ាងខ្លាំងតាសឿនបន្តថាគាត់ជឿថាវិញ្ញាណរបស់អ្នកស្លាប់មិនបានស្ងប់ឡើយមានអ្វីមួយកំពុងព្យាយាមបង្ហាញការពិតដែលត្រូវបានលាក់កំបាំងអស់ជាច្រើនសតវត្សមកហើយមានអ្វីមួយកំពុងតែព្យាយាមបង្ហាញការពិតដែលត្រូវបានលាក់បាំងអស់ជាច្រើនទសវត្សមកហើយនៅយប់នោះវុធីសម្រេចចិត្តទៅកាន់វត្តតែម្នាក់ឯងទោះបីជាដឹងថាវាអាចគ្រោះថ្នាក់ក៏ដោយក៏គាត់មិនអាចទប់ចិត្តចង់ដឹងការពិតបានឡើយព្រះច័ន្ទពេញវង្សបានបញ្ចេញពន្លឺស្លេកស្លាំងមកលើដំបូលវត្តចាស់យកបក់កាត់ស្លឹកពោធិ៍បង្កើតជាសំឡេងដូចជាមនុស្សកំពុងតែខ្សឹបប្រាប់គ្នាវុធីដើរយឺតចូលទៅកាន់ដើមពោធិ៍នោះពេលដែលគាត់ទៅដល់គាត់ក៏ឈប់ជំហានភ្លាមនៅក្រោមដើមពោធិ៍មានស្ត្រីស្លៀកសកំពុងតែឈរនៅទីនោះលើកនេះមុខរបស់នាងមើលឃើញច្បាស់ជាងមុនដោយនាងមិនមែនគ្មានមុខទៀតឡើយនាងជានារីវ័យក្មេងម្នាក់ដែលមានទឹកមុខស្រស់ស្អាតប៉ុន្តែពោពេញទៅដោយទុក្ខសោកវុធីដឹងភ្លាមថានេះគឺជាលក្ខណៈនាងសម្លឹងមើលគាត់មួយសន្ទុះរួចលើកដៃចង្អុលទៅក្រោយដើមពោធិ៍នៅភ្លាមនោះដីនៅទីនោះក៏ចាប់ផ្ដើមរំជួយតិចហើយវុធីសម្លឹងទៅទីនោះទៀងភ្ញាក់ផ្អើលស្រាប់តែមានដៃមនុស្សមួយលូកចេញពីក្នុងដីមកបន្ទាប់មកដៃទី2ហើយបន្ទាប់មកទៀតរូបរាងខ្មៅមួយបានវាចេញពីដីមកយឺតបេះដូងរបស់វុធីលោតញាប់ស្ទើរតែផ្ទុះទៅហើយពេលរូបនោះងើបឈរបានពេញខ្លួនគាត់ក៏ឃើញថាវាជាបុរសម្នាក់ដែលមានសម្លៀកបំពាក់ចាស់រហែកហើយមុខពេញទៅដោយដីប៉ុន្តែអ្វីដែលធ្វើឲ្យវុធីភ័យខ្លាចបំផុតគឺមុខរបស់បុរសនោះវាជាមុខរបស់ចៅហ្វាយគង់ដែលបានស្លាប់ទៅជាច្រើនឆ្នាំមកហើយភ្នែកទាំងពីររបស់គាត់បញ្ចេញពន្លឺពណ៌ក្រហមងងឹតខណៈដែលស្ញាំញញឹមដ៏គួរឲ្យខ្លាចលេចឡើងនៅលើផ្ទៃមុខហើយសំឡេងស្អកស្អករបស់គាត់ក៏បានបន្លឺឡើងទៀងកណ្ដាលយប់ថាគ្មាននរណាអាចបង្ហាញការពិតបាននោះទេអ្នកដែលដឹងរឿងនេះត្រូវតែស្លាប់នៅពេលនោះស្រមោលខ្មៅជាច្រើនក៏ចាប់ផ្ដើមលេចឡើងនៅជុំវិញដើមពោធិ៍នៅពេលដែលស្រមោលខ្មៅជាច្រើនបានលេចឡើងនៅជុំវិញដើមពោធិ៍នោះវុធីមានអារម្មណ៍ថាជើងរបស់គាត់ធ្ងន់ដូចជាជាប់អ្វីម្យ៉ាងខ្យល់ត្រជាក់បក់គួចយ៉ាងខ្លាំងរហូតស្លឹកពោធិ៍ហោះវិលជុំវិញខ្លួនរបស់វុធីស្រមោលខ្មៅទាំងនោះមានរូបរាងដូចជាមនុស្សប៉ុន្តែគ្មានមុខមាត់ច្បាស់លាស់ឡើយ
ពួកវាឈរព័ទ្ធជុំវិញដើមពោធិ៍ដូចជាកំពុងរង់ចាំអ្វីមួយចៅវាយគង់ដែលវាចេញពីដីនោះមកបានដើរមកមួយជំហានម្ដងមករកវុទ្ធីភ្នែករបស់វាបញ្ចេញពន្លឺពណ៌ក្រហមគួរឲ្យខ្លាចទោះបីជាវាគ្រាន់តែជាវិញ្ញាណក៏ដោយក៏វត្តមានរបស់វាធ្វើឲ្យបរិយាកាសទាំងមូលប្រែជាសែនអាក្រក់វុទ្ធីព្យាយាមថយក្រោយប៉ុន្តែគាត់មិនអាចកម្រើកជើងបានឡើយពេលនោះស្រាប់តែស្រមោលរបស់លក្ខិណាក៏លេចឡើងនៅចំពោះមុខគាត់ម្ដងទៀតលើកនេះទឹកមុខរបស់នាងមិនមែនពោពេញដោយទុក្ខសោកដូចមុនទៀតទេនាងសម្លឹងកាន់ទៅចវាយគង់ដោយកំហឹងនឹងការឈឺចាប់ដែលបានសង្កត់ទុកមកជាច្រើនឆ្នាំមកហើយភ្លាមនោះសំឡេងមួយបានបន្លឺឡើងនៅក្នុងត្រចៀករបស់វុទ្ធីភ្លាមវាមិនមែនជាសំឡេងដែលនិយាយចេញពីមាត់ឡើយប៉ុន្តែដូចជាសំឡេងដែលបន្លឺឡើងនៅក្នុងចិត្តរបស់គាត់ដោយនិយាយថាប្រាប់ការពិតឲ្យគ្រប់គ្នាដឹងមានតែការពិតទេដែលអាចដោះលែងពួកយើងបាននៅពេលនោះរូបភាពជាច្រើនបានលេចឡើងនៅចំពោះមុខវុទ្ធីដូចជាគាត់កំពុងតែមើលហេតុការណ៍កើតឡើងកាលពីអតីតកាលគាត់បានឃើញរាជនិងលក្ខិណាឈរនិយាយគ្នានៅក្រោមដើមពោធិ៍អ្នកទាំងពីរកំពុងរៀបគំរូរត់ទៅរស់នៅកន្លែងផ្សេងដើម្បីគេចផុតពីការគំរាមកំហែងរបស់ចៅវាយគង់ប៉ុន្តែមុនពេលពួកគេចាកចេញចៅវាយគង់និងបពួករបស់វាក៏បានមកដល់ការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងបានកើតឡើងរាជបានព្យាយាមការពារលក្ខិណាប៉ុន្តែគាត់ត្រូវបានគេវាយយ៉ាងសាហាវឃោរឃៅនៅទីបំផុតរាជក៏ដួលស្លាប់នៅក្រោមដើមពោធិ៍នោះទៅលក្ខិណាស្រែកយំស្ទើរតែបែកបំពង់កប៉ុន្តែចៅវាយគង់មិនបានបញ្ឈប់ឡើយដោយខ្លាចការពិតត្រូវបានលាតត្រដាងវាក៏បានសម្លាប់លក្ខិណាបន្ថែមទៀតហើយបង្គាប់ឲ្យបពួករបស់វាកប់សាកសពរបស់រាជនៅក្រោមដើមពោធិ៍ខណៈដែលសាកសពលក្ខិណាត្រូវបានរៀបចំឲ្យមើលទៅដូចជានាងស្លាប់ដោយអាចកំបាំងពេលរូបភាពទាំងនោះបាត់ទៅវិញវុទ្ធីក៏ដឹងការពិតទាំងអស់រូបភ្លាមនោះសំឡេងខ្យល់ក៏បន្លឺឡើងកាន់តែខ្លាំងចៅវាយគង់ស្រែកដោយកំហឹងការពិតនេះត្រូវតែកប់ជារៀងរហូតប្រមោលខ្មៅទាំងឡាយក៏ស្ទុះមករកវុទ្ធីប៉ុន្តែនៅពេលនោះស្រាប់តែមានពន្លឺពណ៌សមួយបានបញ្ចេញពីក្នុងខ្លួនលក្ខិណាមកពន្លឺនោះកាន់តែភ្លឺឡើងរហូតគ្របដណ្ដប់ជុំវិញដើមពោធិ៍ទាំងមូលស្រមោលខ្មៅដែលចូលមកជិតចាប់ផ្ដើមរលាយបាត់បន្តិចម្ដងចៅវាយគង់ស្រែកយ៉ាងឈឺចាប់វាព្យាយាមរត់គេចប៉ុន្តែពន្លឺនោះបានឡោមព័ទ្ធវាជាប់ទៅហើយក្នុងពេលជាមួយគ្នានោះវុទ្ធីក៏ឃើញស្រមោលបុរសម្នាក់ទៀតបានលេចឡើងនៅក្បែរលក្ខិណាបុរសនោះគឺរាជលើកនេះអ្នកទាំងពីរបានឈរក្បែរគ្នាម្ដងទៀតបន្ទាប់ពីត្រូវបែកគ្នាអស់ជាង30ឆ្នាំរាជលូកដៃកាន់ដៃលក្ខិណាដោយអ្នកទាំងពីរបានសម្លឹងមើលមុខគ្នាដោយស្នាមញញឹមដ៏ស្ងប់សុខខណៈដែលចៅវាយគង់និងស្រមោលខ្មៅរបស់វាកំពុងតែរលាយបាត់ទៅក្នុងភាពងងឹតបន្តិចម្ដងនៅភ្លាមនោះមួយសន្ទុះក្រោយមកខ្យល់ក៏ស្ងប់ទៅវិញសំឡេងចម្លែកទាំងឡាយក៏បាត់អស់ទៅដើមពោធិ៍ដ៏ធំនោះ
ត្រឡប់មកជាស្ងៀមស្ងាត់ដូចដើមមុននឹងរលាយបាត់ទៅជារៀងរហូតលក្ខណៈបានងាកមកមើលវុធីហើយនាងក៏បានញញឹមតិចៗដោយនិយាយពាក្យចុងក្រោយមួយឃ្លាថាអរគុណបន្ទាប់មករូបរាងរបស់នាងនឹងរីកនៅថ្ងៃបន្ទាប់វុធីបានប្រាប់ការពិតទាំងអស់ទៅដល់អ្នកភូមិទោះបីជាមនុស្សមួយចំនួនមិនជឿទាំងស្រុងក៏ដោយក៏ការរកឃើញជ្រោកគ្រោងឆ្អឹងរបស់រាជនិងរឿងរ៉ាវដែលបានលាក់បាំងអស់ជាច្រើនទសវត្សរ៍បានធ្វើឲ្យមនុស្សជាច្រើនទទួលស្គាល់ថាមានអំពើអយុត្តិធម៌មួយបានកើតឡើងនៅទីនោះពិតប្រាកដមែនក្រោយមកអ្នកភូមិបានរៀបចំពិធីបុណ្យឧទ្ទិសកុសលជូនរាជនិងលក្ខណៈពួកគេបានសាងសង់ទីតាំងតូចមួយនៅក្បែរដើមពោធិ៍ដើម្បីរំលឹកដល់អ្នកទាំងពីរនិងជាការរំលឹកថាការពិតអាចត្រូវបានលាក់បាំងមួយរយៈប៉ុន្តែมันអាចលាក់បាំងបានជារៀងរហូតឡើយចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញស្ត្រីដែលស្លៀកពាក់សនៅក្រោមដើមពោធិ៍ទេគ្មានសំឡេងហៅឈ្មោះនៅពេលយប់ហើយក៏គ្មានហេតុការណ៍អាថ៌កំបាំងណាមួយកើតឡើងទៀតដែរប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះអ្នកភូមិចាស់ៗនៅក្នុងភូមិនៅតែនិយាយប្រាប់កូនចៅទៀតថានៅក្រោមដើមពោធិ៍ចាស់នោះធ្លាប់មានរឿងរ៉ាវដ៏សោកសៅមួយកើតឡើងហើយវាជាមេរៀនមួយថាអំពើអាក្រក់អាចគេចផុតពីច្បាប់មនុស្សបានមួយរយៈប៉ុន្តែมันអាចគេចផុតពីផលកម្មនិងការពិតបានឡើយចប់ដោយបរិបូរណ៍